អភិបាលខេត្តកំពង់ឆ្នាំងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ននិងគោរពច្បាប់ចរាចរណ៍ពេលធ្វើដំណើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះឯកឧត្តមសុនសវណ្ណរិទ្ធអភិបាលខេត្តកំពង់ឆ្នាំងបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជាពិសេសអ្នកប្រើប្រាស់ផ្លូវថ្នល់ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់និងចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនដើម្បីបង្ការនិងកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗការលើកឡើងរបស់ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងបានធ្វើឡើងកាលពីរសៀលថ្ងៃទី10ខែមេសាឆ្នាំ2026ក្នុងឱកាសនៃពិធីសូត្រមន្តចម្រើនសិរីសួស្តីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅសាលាខេត្តកំពង់ឆ្នាំងឯកឧត្តមបានថ្លែងថាកត្តាដែលជំរុញឲ្យមានគ្រោះថ្នាក់ចរាចរណ៍នោះគឺបង្កឡើងដោយអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងដែលជាមូលហេតុចម្បងនៃគ្រោះថ្នាក់ចរាចរណ៍បើកបរលើសល្បឿនដែលច្បាប់កំណត់និងកត្តាមិនយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមកក្នុងពេលធ្វើដំណើរដើម្បីបញ្ជាគ្រោះថ្នាក់ចរាចរណ៍សូមបងប្អូនដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវពាក់មួកសុវត្ថិភាពទាំងអ្នកបើកបរនិងអ្នករួមដំណើរតាមម៉ូតូនិងពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពសម្រាប់រថយន្តឯកឧត្តមបានលើកឡើងថារាល់ពិធីបុណ្យជាតិធំៗការចរាចរណ៍លើដងផ្លូវគឺមានការធ្វើដំណើរច្រើនគ្រប់មធ្យោបាយដូចនេះការប្រកាន់ខ្ជាប់ដោយការយោគយល់អធ្យាស្រ័យគ្នានិងគោរពច្បាប់ចរាចរណ៍គឺជាកត្តាដែលសំខាន់ដែលអ្នកប្រើប្រាស់ផ្លូវទាំងអស់ប្រកាន់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាបខ្ញុំក៏សូមអនុញ្ញាតចាស់ភូមិបងប្អូនអតីតមន្ត្រីជួយគាត់ទាំងអស់សូមថែទាំសុខភាពបានល្អរស់នៅស្អាតបោកស្អាតនិងគោរពច្បាប់ចរាចរណ៍បានជាប់ជួនជាពិសេសក្នុងការពិធីបុណ្យចូលឆ្នាំថ្មីជាតិខ្មែរខាងមុខនេះជាមួយគ្នានេះឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាឲ្យកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ឆ្នាំងត្រៀមលក្ខណៈជួយសម្រួលចរាចរណ៍និងពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់តាមដងផ្លូវនិងតាមរមណីយដ្ឋាននានាដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋមកកម្សាន្តក្នុងខេត្តកំពង់ឆ្នាំងឲ្យបានសប្បាយរីករាយ